បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទលើថាល្វីដើមពេញប៉ោះសមឬក៏អ្នកខ្លះគេហៅថាដើមចកៀងគេនេះកណងហ្នឹងថានេះគេថាថ្នាំបកាយស័ក្តិសិទ្ធិបាទខ្ញុំមិនដឹងថាព្យាបាលជំងឺអីខ្លះទេខ្ញុំអត់ដឹងទេតែគ្រាន់ថាផ្ទះខ្ញុំល្អមែនតែនផ្លែស្អាតណាស់បើនៅក្នុងរឿងគេលេងគេថារឿងអ្នកម្ដាយឆ្លងភពគឺយកពេញប៉ោះចកៀងយកធ្វើជាហួយលក់វាធ្វើឲ្យតិចក្នុងដល់ពេលធាតពិតគឺដឹងថាឆ្នាំអីខ្ញុំមិនសូវដឹងទេប៉ុន្តែដើមល្អណាស់មិត្តភក្តិអរខ្ញុំផ្លែមិនពេញប៉ោះចង្គៀងទេនេះអូយច្រើនមែនតើនេះដល់ផ្លែឡើងក្តាំងហើយទុំខ្ញុំចិត្តស៊ីណាស់ទុំស៊ីលេងពេញប៉ោះចង្គៀងឬក៏ដើមចង្គៀងគេហ្នឹងពេញប៉ោះសមវិញអីណាទេគេហៅតាមតំបន់តាមអីចឹងទៅនេះអូយផ្លែច្រើនដាំឲ្យច្រើនទៀតណាមិនមានតែមួយកន្លែងមានច្រើនកន្លែងបាទវីដេអូខ្ញុំមានប៉ុណ្ណឹងទេបែបនោះខ្ញុំនឹងពិសេសនេះចង់បានខ្លាញ់ខ្លាញ់ធំជាតិកុំភ្លេចខ្លាញ់ខ្លាញ់លីសបាកិននិងខ្លាញ់ខ្លាញ់សុតគឺប្រសិទ្ធភាពគឺល្អមែនតើរយៈពេល3ទៅ4ថ្ងៃគឺឃើញប្រសិទ្ធភាពតែម្ដងបាទយើងខ្សោយអត់សូវកម្លាំងអត់សូវរឹងមាំអីហ្នឹងអត់សូវឡើងសរសៃមើលទៅឆាប់ចេញឆាប់អីហ្នឹងគឺអាចប្រើជាមួយខ្លាញ់ខ្លាញ់លីសបាកិនឬខ្លាញ់ខ្លាញ់សុតដែលយើងធ្វើដោយខ្លួនឯងចម្រាញ់ដោយខ្លួនឯងពិតប្រាកដបាទអរគុណ